ចាជំរាបសួរបងប្អូនពុកម៉ែទាំងអស់គ្នាចានេះហើយកម្លាំងប្រជាពលរដ្ឋកម្លាំងសាមគ្គីគ្នាបើបងប្អូនមិនការពារឆ្នាំងបាយខ្លួនឯងទេគ្មានណាមកការពារយើងទេបងប្អូនទាំងអស់គ្នាចាខ្វះអីកន្លែងអភិវឌ្ឍកន្លែងធ្វើហេដ្ឋារចនាសម្ព័ន្ធផ្សេងហេតុអីបានជាទៅដណ្ដើមដីប្រជាជនធ្វើចានេះហើយគេហៅថារស់នៅក្នុងសុខសន្តិភាពចាយើងសប្តាហ៍ថ្ងៃនេះមិនធ្វើសង្គ្រាមដោយកំភ្លើងដោយអាវុធផ្ទុះអីទេតែសង្គ្រាមរវាងអាជ្ញាធរនិងប្រជាពលរដ្ឋនឹងឯងគាត់ធ្វើសពបែបសពយ៉ាងដើម្បីដេញប្រជាពលរដ្ឋឲ្យចាក់ចេញពីប្រទេសកម្ពុជាចាឲ្យប្រជាពលរដ្ឋនឹងអត់ការងារធ្វើឲ្យចេញក្រៅប្រទេសទៅធ្វើចំណាក់ស្រុកមើលដីប្រជាពលរដ្ឋចាឲ្យចង់ទៅបំផ្លិចបំផ្លាញគាត់បងប្អូនទាំងអស់គ្នាយើងធ្វើឲ្យបានស្រោះគ្នានេះហើយជាគំរូបងប្អូនបើបងប្អូននៅតែខ្លាចទេគេនឹងធ្វើបាបបងប្អូនចាគេនឹងថ្ងៃហ្នឹងគេយកកន្លែងនឹងបានបងប្អូនអត់ការពារថ្ងៃក្រោយគេចូលយកកម្មសដៅទេបងប្អូនចាចឹងខ្ញុំលើកទឹកចិត្តដល់បងប្អូនទាំងអស់ដែលកំពុងរងគ្រោះនៅប្រទេសកម្ពុជាកុំខ្លាចធ្វើដូចសហគមន៍របស់បងប្អូនគាត់ក្លាហានមែនទែនខ្ញុំសូមសរសើរបងប្អូនត្រូវតែការពារឆ្នាំងបាយរបស់បងប្អូនចាឃើញទេការដែលសាមគ្គីគ្នាធ្វើឲ្យអាជ្ញាធរទាំងអស់នោះគាត់ដកថយហើយបងប្អូនធ្វើខ្លាចគេញោមគេនឹងយកថ្ងៃនេះគេយកបានកន្លែងហ្នឹងថ្ងៃក្រោយគេយកបានកន្លែងផ្សេងទៀតចានេះហើយដែលហៅថាយុទ្ធសាស្ត្របណ្ដេញប្រជាពលរដ្ឋឲ្យចាក់ចេញពីប្រទេសកម្ពុជាសង្គ្រាមអត់មានទេនៅកម្ពុជាស្រួលសុខសន្តិភាពតែមួយថ្ងៃប្រជាពលរដ្ឋទឹកភ្នែកចាសុខសន្តិភាពតែក្រុមបពុគេទេតែចំណែកប្រជាពលរដ្ឋចម្ពាក់បំណុលធនាគាររងគ្រោះចាញ់បោកក្រុមអង្គការចាហើយឥឡូវនេះប្រជាពលរដ្ឋកំពុងតែរងបំណុលវិបត្តិបំណុលធនាគារខ្លាំងមែនទែនហើយមើលការងារគាត់រកស៊ីមុខរបរគាត់មានតែប៉ុណ្ណឹងឆ្នាំងបាយរបស់គាត់ហេតុអីបានអាជ្ញាធរដាច់ចិត្តទៅកំទេចទៅធ្វើបាបពួកគាត់ចឹងសូមបងប្អូនទាំងអស់គ្នាជួយ share វីដេអូនេះដើម្បីឲ្យបងប្អូនដទៃទៀតដែលកំពុងរងគ្រោះយកគំរូតាមហើយធ្វើតាមពួកគាត់ដើម្បីការពារឆ្នាំងបាយបងប្អូនចាសូមអរគុណ